សួស្តីបងប្អូនទាំងអស់គ្នាតាអ្នកចង់ចេះឆុងតែបៃតងទឹកដោះគោដែលមានរសជាតិឈ្ងុយពណ៌ស្អាតសម្រាប់បងដែលចង់ធ្វើញ៉ាំខ្លួនឯងឬធ្វើលក់តាមតូបកាហ្សេថ្ងៃនេះ MA Coffee Recipes នឹងបង្ហាញរូបមន្តលម្អិតបំផុតសម្រាប់កែវគ្រប់ទំហំគ្រឿងផ្សំកែវលេខ16ទឹកតែបៃតង 80ml ម្សៅ creamer 1ស្លាបព្រាបាយទឹកដោះគោខប់ 30ml ទឹកដោះគោស្រស់ខ្ទិះ 20ml តម្លៃលក់មួយកែវ 2,000 រៀលដល់ 2,500 រៀលកែវលេខ22ទឹកតែបៃតង 100ml ម្សៅ creamer 1ស្លាបព្រាបាយទឹកដោះគោខប់ 40ml ទឹកដោះគោស្រស់ខ្ទិះ 30ml តម្លៃលក់មួយកែវ 3,000 រៀលដល់ 3,500 រៀលកែវលេខ32ទឹកតែបៃតង 150ml ម្សៅ creamer 1.5 ស្លាបព្រាបាយកន្លះទឹកដោះគោខប់50ដល់ 60ml ទឹកដោះគោស្រស់ខ្ទិះ 50ml តម្លៃលក់មួយកែវ 4,000 រៀលដល់ 5,000 រៀលរបៀបឆុងទឹកតែបៃតងសម្រាប់ស្តុកសមាមាត្រស្លឹកតែបៃតង 50 ក្រាមត្រាំជាមួយទឹកក្តៅ 1 លីត្ររបៀបធ្វើដាក់ស្លឹកតែក្នុងស្បៃច្រោះចាក់ទឹកក្តៅចូលរួចត្រាំទុកប្រហែល 3 ទៅ 5 នាទីកុំត្រាំយូរពេកវានឹងឆាត់ខ្លាំងច្រោះយកកាក់ចេញអ្នកនឹងបានទឹកតែបៃតងដិតសម្រាប់លាយជំហាននៃការលាយភេសជ្ជៈរំលាយម្សៅចាក់ទឹកតែបៃតងដែលនៅក្តៅតាមបរិមាណកែវនីមួយៗចូលទៅក្នុងកែវលាយរួចដាក់ម្សៅ creamer ចូលបើអត់មានតែក្តៅអាចដាក់ទឹកក្តៅ 15ml កូរឲ្យរលាយអស់លីនកុំឲ្យកកដុំបន្ថែមភាពផ្អែមដាក់ទឹកដោះគោខប់ចូលរួចកូរឲ្យសព្វអ្នកអាចបង្កើនឬបន្ថយតាមចំណូលជាតិផ្អែមបង្កើនជាតិឈ្ងុយចាក់ទឹកដោះគោស្រស់ចូលរួចកូរចូលគ្នាឲ្យคล้ายជាសាច់តែមួយការដាក់ទឹកកកចូលទៅក្នុងកែវឲ្យពេញរួចចាក់តែបៃតងដែលលាយរួចចូលគន្លឹះអ្នកអាចចាក់ទឹកដោះគោស្រស់បន្តិចពីលើទឹកកកដើម្បីឲ្យមើលទៅមានស្រទាប់ពណ៌បៃតងនិងសស្អាត Topping តែបៃតងទឹកដោះគោត្រូវគ្នាបំផុតជាមួយគ្រាប់គុតខ្មៅចាហុយតែបៃតងឬចាហុយផ្សេងអរគុណសម្រាប់ការតាមដាននិងគាំទ្ររាល់វីដេអូរបស់ MA Coffee Recipes ជួយ follow like share និង comment របស់បងប្អូន